បាទគោរពជំរាបសួរពុកម៉ែបងប្អូនខានចេញវីដេអូជូនយូថ្ងៃនេះវិលមកសាជាថ្មីពាក់ព័ន្ធមួយការចាំមន់ស្រែណាបាទ200ក្បាលនេះអាយុគេ2ខែបន្តិចហ្នឹងបងប្អូនតែវគ្គហ្នឹងអត់សូវបានថែដោយសារខ្ញុំឈឺអញ្ចឹងការលូតលាស់របស់គេក៏មិនសូវជាល្អដែរមិនឈឺតែការលូតលាស់យឺតបងប្អូនណាដោយសារតែកត្តារួមផ្សំជាច្រើនដូចជាទ្រុងអីហ្នឹងអត់បានសម្អាតហ្មងមិនមែនអត់សូវទេបងប្អូនណាមើលតាំងពីដាក់មកថែមទៅកាមបានម្ដងគត់ហើយបាចកបោសអីជាដើមតែរឿងបោសសម្អាតចេញអត់បានបោសទេបងប្អូនអាចដឹងកឡើងក្តាំងណាចឹងការលូតលាស់របស់គេក៏អត់សូវធំដែរណាហើយដោយសារខ្ញុំឈឺបងប្អូនណាចឹងអត់សូវបានមើលថែចឹងមន់ក៏សុខភាពអត់សូវល្អទៅតាមនឹងដែរការលូតលាស់របស់វាអត់សូវធំវគ្គនេះមានប្រភេទកាំនិងស្ពួយច្រើនបងប្អូនប្រភេទកាំទឹកមាសច្រើនអញ្ចឹងកាំទឹកមាសធំបងប្អូនកាំទឹកមាសហើយនឹងស្គួយចេះធំល្អលឿនណាធំលឿនចឹងចំពោះពុកម៉ែបងប្អូនដែលចិញ្ចឹមជាអាជីពគាត់សម្អាតហើយការអនាម័យរបស់គាត់បានល្អគឺមន់ធំលឿនហើយការឲ្យស៊ីហ្នឹងគឺដិតដល់ជាតិធំលឿនចឹងអត់ដូចមន់ខ្ញុំទេវគ្គនេះមន់អន់បងប្អូនមិនឈឺងាប់ទេប៉ុន្តែវាអន់ត្រង់ថាការឲ្យស៊ីក៏អត់គ្រប់គ្រាន់ការអនាម័យក៏អត់សូវមានចឹងធ្វើឲ្យមន់អន់ថយតាមហ្នឹងណាបងប្អូនណា